ជាព្រឹត្តិការណ៍បាល់ទាត់ដ៏ធំសម្បើមមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជារបស់យើងហើយបើមិនរៀបចំឲ្យកក្រៅមិននឹងកើតរបស់យើងខ្ញុំទទួលបានព័ត៌មានថានៅថ្ងៃទី8ខែ5ឆ្នាំ2025ហ្នឹងល្ងាចហ្នឹងគឺមានខែចំនួន9ហើយដែលប្រកាសរៀបចំ LED ដើម្បីផ្សាយបន្តទៅការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់លំដាប់អាស៊ីទី3គឺ AAC Challenge League រដូវកាល2024-2025 រវាងព្រះខារីស្វារៀងក្រុមតំណាងឲ្យកម្ពុជារបស់យើងត្រូវទល់គ្នាជាមួយនឹងក្រុមអាកាដាំងជើងខ្លាំងមកពីប្រទេសទូមេនិស្ថាននៅថ្ងៃទី10ខែ5ឆ្នាំ2025នេះវេលាម៉ោង7នាទីល្ងាចនៅឯពហុកីឡដ្ឋានជាតិមរតកតេជោរបស់យើងហើយខេត្តទាំង9ដែលប្រកាសដាក់ LED នោះគឺមានដូចជាទី1គឺរាជធានីភ្នំពេញយើងផ្ទាល់តែម្ដងទី2គឺខេត្តស្វាយរៀងហើយទី3នេះគឺខេត្តកំពង់ចាមទី4គឺខេត្តពោធិ៍សាត់ទី5គឺខេត្តស្ទឹងត្រែងទី6គឺនៅឯខេត្តសៀមរាបទី7គឺខេត្តរតនគិរីហើយទី8នោះគឺខេត្តកំពង់ធំនិងចុងក្រោយគេខេត្តទី9ដែលប្រកាសរៀបចំអាហ្នឹងដាក់ LED ហ្នឹងគឺខេត្តកែបអញ្ចឹងគឺមាន9ខេត្តដែរសង្ឃឹមថាខេត្តផ្សេងៗនឹងបន្តរៀបចំដាក់ LED ដើម្បីឲ្យប្រជាពលរដ្ឋឬជាអ្នកគ្រប់គ្រងវិស័យបាល់ទាត់នៅកម្ពុជារបស់យើងបានទស្សនាជុំគ្នាហូរកញ្ជ្រៀវដើម្បីលើកទឹកចិត្តក៏ដូចជាគ្រប់គ្រងទៅកាន់ព្រះខ័នស្វាយរៀងដើម្បីដណ្ដើមពានលំដាប់ទី3នេះឲ្យបាននៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាសង្ឃឹមថាបងយើងជួយចែកវីដេអូនេះផងចែកជូនទៅកាន់បងយើងដទៃក៏ដូចជាតាមបណ្ដាខេត្តឲ្យរៀបចំ LED ដោយខេត្តទាំង9នេះជួបគ្នានៅវីដេអូក្រោយជាបន្តទៀត